តាសួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដាក់បន្ទាត់ឬក៏ដាក់ចុចហ្នឹងឲ្យវាបានលឿនអញ្ចឹងខ្ញុំធ្វើនៅក្នុង Microsoft Office Excel អញ្ចឹងជាធម្មតាបើសិនជាយើងចង់បានចុចអីចឹងទៅយើងត្រូវដាក់បែបនេះមែនតែធ្វើអញ្ចឹងមែនអញ្ចឹងវាយូរចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការធ្វើកន្លែងហ្នឹងបន្ទាប់ជាដំបូងយើងចូលមកសរសេរវាសិនមកសរសេរអ្វីដែលយើងចង់ធ្វើហើយបន្ទាប់មកយើងអូសលើវាហើយយើងអាចចូលទៅក្នុង number បន្ទាប់មកចូលក្នុង custom លោកកន្លែង general ចោលយើងវាយ F បន្ទាប់មកយើងដាក់ផ្កាយហើយយើងប្រើសញ្ញាចុចតែប៉ុណ្្នឹងទៅហើយយើងចុចលើ OK នោះវានឹងចេញមកឲ្យយើងហើយអញ្ចឹងនៅក្នុងវិធីសាស្ត្រនេះគឺធ្វើឲ្យយើងរៀបចំឯកសាររបស់យើងនឹងបានលឿនអញ្ចឹងបើសិនជាយើងអត់ចង់បានចុចហ្នឹងទេយើងចង់បានផ្សេងអញ្ចឹងគ្រាន់តែយើងចូលមកយើងបដូរពីចុចហ្នឹងយើងទៅដាក់ tray អីវិញទៅឧទាហរណ៍ tray នេះចុះ enter អញ្ចឹងគឺវានឹងបដូរឲ្យយើងអញ្ចឹងនៅក្នុងវីដេអូនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយនឹងរៀបចំឯកសារបានលឿនសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ